ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នានេះគឺជាសម្ភារៈនៃការផលិតវីដេអូរបស់ខ្ញុំហើយមិនមែនមកអួតទេហើយដោយសារតាការសន្សំចៃរបស់ខ្ញុំដោយសារតាស្រឡាញ់នៅក្នុងការផលិតវីដេអូអញ្ចឹងបងប្អូនអញ្ចឹងទៅខ្ញុំចេះតាសន្សំតក់តិចអីចឹងទៅទិញរបស់របរដែលចាំបាច់នៅក្នុងការផលិតវីដេអូហើយខ្ញុំមិនមែនអួតទេប៉ុន្តែដោយសារចិត្តយើងស្រឡាញ់យើងចេះតាសន្សំតិចចឹងទៅទិញម្ដងតិចទៅបានប៉ុណ្ណឹងឯងហើយខ្ញុំនឹងព្យាយាមផលិតវីដេអូចែកជូនបងប្អូនទស្សនាទោះបីថានៅក្នុង YouTube ឬ Page អីទឹកដៃវានៅស្ទើរហើយខ្ញុំនឹងព្យាយាមផលិតទាំងគុណភាពទាំងquality ទាំងប្លង់ទាំង full text ផ្សេងឲ្យកាន់តែល្អហើយសង្ឃឹមថាបងប្អូនយើងនៅតែគាំទ្រនៅក្នុងការផលិតវីដេអូរបស់ខ្ញុំអញ្ចឹងណាបងប្អូនហើយដូចសម្ភារៈទាំងអស់ហ្នឹងចាខ្ញុំរៀបរាប់ថាអស់ប្រមាណអីចឹងណាបងប្អូនហើយមិនមែនអួតទេបងប្អូនសម្រាប់ drone នេះបងប្អូនខ្ញុំទិញដូចជាចិត្តមួយឆ្នាំដែរហើយខ្ញុំអត់សូវដែរបានប្រើអីទេដោយសារតែទិញឲ្យផុសបានតែ3-4 ដងប្រទេសយើងជួបវិបត្តិសង្គ្រាមអញ្ចឹងទៅគេក៏ហាមបរោះហើយខ្ញុំប្រើ DJI Mini Series ទេដោយសារទិញតាមលទ្ធភាពហើយខ្ញុំប្រើឈុត combo នេះគឺវាល្អត្រង់ថាយើងមាន tele អេក្រង់ហើយបានថ្ម3គ្រាប់ហើយអ្នកផលិតវីដេអូបានប្លង់អី footage អីពីលើនេះគឺស័ក្តិសមផលដែរដូចខ្ញុំមិនសូវជាជំនាញនៅក្នុងការផលិតអីម៉ានទេប៉ុន្តែស្រឡាញ់បងប្អូនខ្ញុំមិនមែនមានតែខ្ញុំព្យាយាមថាពេលដែលខ្ញុំមានលទ្ធភាពការខ្ញុំនៅអត់ទាន់មានលទ្ធភាពខ្ញុំប្រើទូរស័ព្ទហើយពេលខ្លះខ្ញុំសុំប្លង់របស់មិត្តភ័ក្តិហើយឃើញគេវិជាទៅស្អាតហើយស្រឡាញ់ចូលចិត្តខ្ញុំចង់បានហើយក៏សុំគេពេលខ្លះគេឲ្យពេលខ្លះមិនឲ្យហើយក៏ដល់ពេលខ្ញុំមានលទ្ធភាពខ្ញុំទិញប្រើខ្លួនឯងហើយនេះសម្រាប់ drone DJI Mini Series ហើយมื้អនេះខ្ញុំប្រើ GoPro Hero 11បងប្អូនការខ្ញុំទិញថ្មីដូចជា300ជាងដែរថ្មីបងប្អូនហើយយូរដែរបងប្អូនហើយអានេះក៏នៅមួយខ្ញុំយូរឆ្នាំអាហ្នឹងខ្ញុំផលិតវីដេអូខ្ញុំហ៊ានទិញនេះមុនគេត្រង់ហ្នឹងក្រោយបងប្អូនហើយតបមកខ្ញុំមានកាមេរ៉ា Sony A7 Mark III បងប្អូនគុណភាពរូបគុណភាពវីដេអូអីគឺច្បាស់បងប្អូនហើយសន្សំលុយតិចបងប្អូនមិនមែនជាអ្នកមានអីធូរធារនៅក្នុងការមានលុយទិញរបស់របរប្រើតែដោយសារទឹកចិត្តយើងស្រឡាញ់នៅក្នុងការផលិតវីដេអូអីចឹងទៅខ្ញុំក៏ទិញអាហ្នឹងទុកប្រើទៅបងប្អូនហើយមួយទៀតនេះបងប្អូនអានេះដងទូយើងប្រើមួយទូរស័ព្ទមួយអីចឹងវាងាយស្រួលអានោះវាមាន sensor ដែលចាប់រូបយើងអីងាយស្រួលបងប្អូនហើយខ្ញុំប្រើតែហ្នឹងទេហើយមានភ្លើងជំនួយទៀតហើយវាមានសម្រាប់ចាប់ហើយខ្ញុំស្រឡាញ់មែនតើតទៅមួយហ្នឹងហ្នឹងឯងហើយតបមកខ្ញុំទិញកុំព្យូទ័រនេះបត់តាវាថ្លៃតែខ្ញុំទិញថ្មីដូចជា1530 500G ហើយទិញដូចជាចិត្តបានមួយខែដែរហើយM5 series ឆ្នាំ2025ហើយ Mac Pro នេះបងប្អូនហើយខ្ញុំមុនបងខ្ញុំស្ទើរតែទាំងចង់ប្រើ Windows ផងចង់ប្រើ iOS ផងអញ្ចឹងទៅវាស្ទើរដល់ពេលខ្ញុំប្រើបងរៀងថារៀងសញសាញដោយសារវារៀងនៅស្ទើរបងប្អូនដល់ពេលយូរទៅ
ប្រើទៅយូរទៅវាកាន់តែល្អទៅលើមានអារម្មណ៍ថាឥឡូវចាប់ចិត្តស្រឡាញ់អានេះមែនទេបងប្អូនហើយរបស់របរខ្ញុំប្រើគឺមានតែប៉ុណ្្នឹងឯងទេហើយមែនជាអ្នកដែលមានទូធាប៉ុន្តែដូចថតស្លឹកថតអីបងប្អូនចាំបាច់ណាស់ទៅប្រើនេះដូចនៅកន្លែងខ្លះភ្លើងពណ៌អីភ្លឺចាញ់ចាំងអីគឺចាំបាច់ណាស់ត្រូវនេះហើយទាំងរូបភាពទាំងវីដេអូគឺប្រើនេះស័ក្តិសមផុតសម្រាប់អ្នកដែលចង់បានquality វីដេអូហើយរូបភាពក៏ត្រូវប្រើនឹងដែរអញ្ចឹងណាហើយខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនដោយសារតាខ្ញុំព្យាយាមសំប្រាក់ខែតិចតួចទេដកសំតិចបានដូចអ្វីដែលខ្ញុំចង់បានអញ្ចឹងណាបងប្អូនហើយខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយបើមានលទ្ធភាពក៏ទិញនឹងប្រើដូចពួកខ្ញុំដែរទៅហើយបើមិនសូវជាមានទេយើងប្រើរបស់របរណាដែលយើងអាចកែច្នៃបានប្រើឲ្យអស់លទ្ធភាពដល់ពេលដែលយើងដែលរកចំណូលបានពី YouTube ពី Page យើងចាំទិញរបស់ល្អប្រើក៏បានដែរអរគុណហើយបងប្អូនបាយបាយជួបគ្នាឱកាសក្រោយបាយ